សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំ Admin Kotoda ថ្ងៃនេះយើងមកបន្តសាច់រឿង Taiso Otome Fairy Tale ភាគ4បន្តទៀតហើយកាលពីភាគមុនយើងបានដឹងពី Tamako ជាមនុស្សបែបណាខ្លះហើយឯនៅចុងភាគនាងក៏អាចរស់នៅចុះសម្រុងជាមួយ Yuzuki និង Tamahiko ម្ដងបន្តិចដូចគ្នាដូច្នេះចាំមើលថាសាច់រឿងរបស់ពួកគេទាំង3នាក់នឹងវិវត្តយ៉ាងណាខ្លះបន្តទៀតយើងទៅតាមដានទាំងអស់គ្នានៅក្នុងភាគនេះឈុតក៏កាត់រំលងដល់រយៈពេល 2-3 ខែកន្លងមកទៀតដែលឈានចូលដល់រដូវក្តៅហើយនៅព្រឹកនេះដែរ Tamahiko គាត់កំពុងតែរកមើលសៀវភៅផ្សេងទៀតដើម្បីរៀនដោយខ្លួនឯងដែលពេលនេះគាត់ក៏កំពុងតែពិចារណាចង់ត្រឡប់ទៅរៀនក្នុងសាលាវិញដែរទោះបីជាអតីតកាលគាត់ធ្លាប់ជាសិស្សម្នាក់ដែលត្រូវបានមិត្តរួមថ្នាក់មិនសូវហ៊ានចូលចិត្តនិងគេចមុខពីគាត់រហូតក៏ដោយនិយាយរួមទៅគឺគេមិនសូវហ៊ានរាប់អានជាមួយអ្នកមានវង្សត្រកូលអភិជននោះឯងត្រឡប់មកខាង Yuzuki និង Tamako វិញបើយើងមើលទៅពេលនេះពួកគេទាំងពីរគឺដូចជាត្រូវរើនឹងគ្នាណាស់សូម្បីតែចំណង់ចំណូលចិត្តលើបទចម្រៀងក៏ចូលចិត្តចម្រៀងរបស់ Kotori ដូចគ្នាដែរហើយមួយវិញទៀតនៅពេលដែល Tamahiko ចូលមកមើលពួកគេទាំងពីរ Tamako គឺបានព្យាយាមទៅដេញឲ្យចេញពីបន្ទប់ដូចមុនដែរតែក្នុងលក្ខណៈដូចជាលេងសើចនឹងគ្នានោះទេដែលវាក៏មានន័យថា Tamako ក៏ចាប់ផ្ដើមឈប់ស្អប់បងប្រុសរបស់ខ្លួនដូចគ្នាបន្ទាប់ពីនោះមក Yuzuki ក៏បំពេញកាតព្វកិច្ចរបស់ខ្លួនដូចជាធម្មតាប៉ុន្តែអ្វីដែលប្លែកបន្តិចនោះគឺពេលដែល Yuzuki ត្រឡប់មកពីផ្សារវិញនាងគឺបានបង្ហាញនៅទឹកមុខដូចជានឿយហត់ខុសពីរាល់ដងក្រឡេកមក Tamahiko វិញគាត់គឺកំពុងអង្គុយមើលសៀវភៅនៅមុខបន្ទប់ទាំងមេឃកំពុងក្តៅហើយខណៈនោះ Yuzuki ក៏មកជួយបកផ្លិតឲ្យទៀតដែលមើលទៅគឺពិតជាយល់ចិត្ត Tamahiko ពិតមែនហើយបើគិតមកដល់ពេលនេះពួកគេទាំងពីររស់នៅជាមួយគ្នាបានកន្លះឆ្នាំជាងទៅហើយនៅក្នុងពេលនោះ Yuzuki ក៏ចង់ទៅយកតែត្រជាក់មកឲ្យ Tamahiko ផងដែរតែពេលដែលនាងក្រោកឈរបានបន្តិចស្រាប់តែទន់ជង្គង់ដួលទៅលើ Tamahiko តែម្ដងដោយសារតែវិលមុខហើយបើទោះជាឈឺបែបនេះក្តី Yuzuki ក៏នៅតែមានអារម្មណ៍ក្រែងចិត្តដែលដួលទៅលើ Tamahiko ទៀតចំណែក Tamahiko ក៏ប្រាប់ទៅវិញថាមិនចាំបាច់ត្រូវបង្ខំខ្លួនពេកទេបើទៅមិនរួចអាចនៅសម្រាកកោយទ្រូងរបស់គាត់សិនបានធ្វើបែបនេះយ៉ាងហោចណាស់គាត់ក៏អាចជួយដល់នាងវិញបានបន្តិចបន្តួចខ្លះដែរបន្ទាប់ពីនិយាយរួច Yuzuki ក៏សម្រាកកោយទ្រូង Tamahiko បន្តិចទៅក្រោយពីសម្រាកមួយសន្ទុះហើយ Yuzuki ក៏ចេញទៅយកតែដើម្បីឲ្យ Tamahiko បានញ៉ាំប៉ុន្តែគ្រាន់តែដើរមិនទាន់ផុតផងនាងក៏ស្រាប់តែដួលនៅលើកម្រាលឥដ្ឋតែម្ដងដែលធ្វើឲ្យ Tamahiko មានការបារម្ភជាខ្លាំងក្នុងពេលនោះដែរក៏គប់ជួនស្របពេលដែល Tamako កំពុងដើរមកដូចគ្នាហើយគ្រាន់តែបានឃើញ Yuzuki ដួលសន្លប់បែបនេះនាងក៏ប្រញាប់ចូលទៅជួយលើកគ្រាភ្លាមដែលពេលនេះ Yuzuki គឺចាប់ផ្ដើមមានអាការៈគ្រុនក្តៅកម្រិតធ្ងន់ហើយឯ Tamahiko គាត់ពិតជាចង់ធ្វើអ្វីមួយដើម្បីជួយណាស់តែក៏ត្រូវបានប្អូនហាមឃាត់ក៏ព្រោះតែដៃតែម្ខាងរបស់គាត់គឺมันអាចជួយអ្វីបានច្រើននោះទេបើសិន Yuzuki ធ្លាក់ពីដៃរបស់គាត់ទៀតគឺកាន់តែធ្ងន់ធ្ងរលើសដើមបន្ទាប់ពីនិយាយរួច Tamahiko ក៏សម្រេចចិត្តឲ្យនាងគ្រា Yuzuki ឲ្យសម្រាកនៅបន្ទប់របស់គាត់សិនដោយសារតែនៅជិតស្រាប់ក្រោយពីបានដាក់ Yuzuki ឲ្យសម្រាកហើយក្នុងស្ថានភាពបែបនេះនាងនៅឆ្លៀតបារម្ភពី Tamahiko និង Tamako មិនទាន់បានញ៉ាំអាហារទៀតដែលស្ដាប់ទៅ Yuzuki ដូចជាល្អពេកហើយតែបើដល់ថ្នាក់នឹងពេកក៏មិនកើតដែរភ្លាមនោះ Tamako ក៏សម្រេចចិត្តថាខ្លួននឹងចុះពីភ្នំនេះទៅរកគ្រូពេទ្យនៅឯក្នុងភូមិបើទោះបីជានាងមិនសូវស្គាល់ពីតំបន់នេះប៉ុន្មានក៏ដោយនឹងអនុញ្ញាតឲ្យ Tamahiko នៅចាំនិងជួយស្អំទឹកត្រជាក់ឲ្យ Yuzukiបន្ទាប់ពីប្អូនខ្លួនចេញទៅរកគ្រូពេទ្យ Tamahiko ក៏ព្យាយាមទៅដងទឹកពីអណ្ដូងទាំងត្រដាបត្រដួសបើយើងមើលទៅជាមួយដៃតែម្ខាងគាត់ដូចជាមិនអាចជួយអ្វីកើតទេហើយមួយសន្ទុះក្រោយមក Tamako ក៏នាំគ្រូពេទ្យមកដល់និងបានប្រញាប់ឲ្យចូលពិនិត្យអាការៈរបស់ Yuzuki ភ្លាមឯ Tamako ក្រោយពេលឃើញបងប្រុសខ្លួនមិនអាចជួយសូម្បីតែកាន់ទឹកយកមកស្អំនាងក៏សម្រេចចិត្តធ្វើដោយខ្លួនឯងវិញប៉ុន្តែនាងក៏មិនបានបន្ទោសអ្វីទៅបងប្រុសខ្លួននោះដែររហូតដល់ពេលល្ងាចបន្ទាប់ពីគ្រូពេទ្យពិនិត្យព្យាបាលនិងផ្ដល់ថ្នាំរួច Tamahiko ក៏នៅចាំអរគុណនិងផ្ដល់ថវិកាថ្លៃមើលជំងឺដល់គ្រូពេទ្យដែរតែអ្វីដែលមិននឹកស្មាននោះគឺលោកគ្រូពេទ្យបានទទួលយកទាំងកំហឹងដោយសារតែអាណិតដល់អ្នកជំងឺខ្លាំងពេកនិងបានស្ដីបន្ទោសដល់ Tamahiko ទៀតថា
ពាក្យដែលគេតែងនិយាយថាគ្រួសារស៊ីម៉ាក្រអឺតក្រទមនោះវាពិតជាត្រឹមត្រូវមែនថាម៉ាហ៊ីកូមិនគួរណាចំណាយលុយហើយមើងងាយគេបែបនេះទេអ្នកជំងឺគឺបានធ្វើការលើសកម្លាំងហើយទោះបីជាគាត់មានលុយប៉ុណ្ណាក៏ដោយក៏មិនត្រូវជិះជាន់កម្លាំងគេបែបនេះដែរអ្នកបម្រើក៏ជាមនុស្សដូចគ្នាខណៈនោះថាម៉ាហ៊ីកូក៏ចង់បកស្រាយការយល់ច្រឡំនេះដែរតែគ្រូពេទ្យនៅតែនិយាយបន្តដោយមិនបានស្ដាប់ហេតុផលវិញនោះទេព្រមទាំងនិយាយដល់ប្អូនស្រីរបស់គាត់ទៀតថានាងហាក់បីដូចជាគិតថាអ្នកផ្សេងទៀតគឺជាអ្នកបម្រើរបស់គ្រួសារនាងទាំងអស់អ្វីដែលនាងត្រូវការគឺគ្រាន់តែបង់ប្រាក់ឲ្យពួកគេដើម្បីធ្វើអ្វីដែលនាងចង់បានបន្ទាប់ពីនិយាយរួចលោកគ្រូពេទ្យម្នាក់នោះក៏ប្រមានទៅថាម៉ាហ៊ីកូនៅពាក្យចុងក្រោយថាគាត់ត្រូវតែប្រុងប្រយ័ត្នមិនមែនអ្វីៗគ្រប់យ៉ាងសុទ្ធតែអាចយកលុយមកទិញឬកែប្រែស្ថានភាពអ្វីមួយបានឡើយតួយ៉ាងដូចជាដៃស្ដាំរបស់គាត់ជាដើមចុងក្រោយគឺមិនអាចយកមកវិញបានទេនៅខណៈនោះថាម៉ាកូក្រោយពីឮគេនិយាយមិនល្អបែបនេះនាងក៏ចូលមកជួយបងប្រុសរបស់ខ្លួនដែរទៅដោយគ្រាន់តែមកដល់ភ្លាមនាងក៏និយាយថាលោកគ្រូពេទ្យផ្លូវចេញគឺនៅខាងមុខនេះថាម៉ាកូយើងមិនចេះនិយាយច្រើនមែនបន្ទាប់ពីគ្រូពេទ្យចេញទៅបាត់ហើយថាម៉ាកូគឺមិនយល់ថាហេតុអីមនុស្សចូលចិត្តមើលមកនាងតែសម្បកក្រៅបែបនេះដែលតាមពិតទៅពេលដែលនាងមកទីនេះថ្ងៃដំបូងគឺមិនបានជួលឲ្យនរណាម្នាក់ជួយលើកអីវ៉ាន់ឲ្យខ្លួនឡើយពលគឺអ្នកភូមិបានស្ម័គ្រចិត្តជួយដោយខ្លួនគេផ្ទាល់នោះទេក្រោយពីនិយាយរួចថាម៉ាកូក៏បានស្ដីបន្ទោសឲ្យបងប្រុសខ្លួនថាហេតុអីបានជាមិនតបតទៅគេវិញខ្លះបែបហ្នឹងម្យ៉ាងទៀតយូស៊ូគីក៏មិនមែនជាអ្វីដូចដែលគេបាននិយាយមុននេះនោះដែរឯថាម៉ាហ៊ីកូក៏តបទៅវិញទាំងអារម្មណ៍សោកស្ដាយថាគេនិយាយគឺត្រូវមែនហើយយូស៊ូគីរងទុក្ខបែបនេះគឺដោយសារតែធ្វើការលើសកម្លាំងដូច្នេះវាគឺពិតជាកំហុសរបស់គាត់មែនហើយរីឯថាម៉ាកូក៏គិតថាជាកំហុសរបស់នាងដូចគ្នាដែលមិនបានជួយអ្វីច្រើនដល់យូស៊ូគីបន្ទាប់ពីនិយាយរួចនាងក៏ត្រឡប់ទៅមើលយូស៊ូគីវិញទៅហើយថាម៉ាហ៊ីកូគាត់ក៏មិនអាចជួយអ្វីបានក្រៅពីសុំឲ្យប្អូនជួយមើលថែយូស៊ូគីជំនួសប៉ុណ្ណោះក្នុងពេលនោះដែរគាត់ក៏កើតទុកចំពោះពាក្យសម្ដីដែលលោកគ្រូពេទ្យបានប្រមានមុននេះដូចគ្នាហើយគាត់ក៏បានគិតឡើងវិញថាយូស៊ូគីគឺជាក្មេងស្រីដែលមានសន្តានចិត្តល្អម្នាក់ដូច្នេះនាងគួរតែទទួលបានសុភមង្គលប៉ុន្តែប្រសិនបើនាងនៅក្បែរគាត់គឺខ្លាចតែថ្ងៃណាមួយគាត់នឹងត្រូវបាត់បង់នាងនិងមិនអាចយកមកវិញបានដូចជាដៃស្ដាំរបស់គាត់ដែរនៅពេលយប់ឡើងថាម៉ាក៏បានមកមើលថែយូស៊ូគីដោយក្តីរីករាយរីឯយូស៊ូគីវិញទើបតែមួយល្ងាចសោះអាការៈរបស់នាងដូចជាបានប្រសើរឡើងវិញច្រើនជាងមុនទៅហើយនឹងអាចផ្លាស់ប្ដូរសម្លៀកបំពាក់បានដោយខ្លួនឯងទៀតហើយថាម៉ាកូគ្រាន់តែឃើញបែបនេះនាងគឺភ័យស្ទើរស្លាប់ទៅហើយឯយូស៊ូគីទើបតែធូរបានបន្តិចនេះនាងក៏ឆ្លៀតសួរនឹងបារម្ភពីថាម៉ាហ៊ីកូភ្លាមតែម្ដងដែលវាក៏បានធ្វើឲ្យថាម៉ាកូឆ្ងល់និងសួរទៅវិញថាហេតុអ្វីយូស៊ូគីចេះតែបារម្ភពីថាម៉ាហ៊ីកូដល់ថ្នាក់នេះនាងគួរតែរៀបការជាមួយអ្នកផ្សេងទៀតដែលល្អជាងគាត់វិញទៅហើយភ្លាមនោះយូស៊ូគីក៏តបវិញថាប្រសិនបើនាងធ្វើបែបនេះថាម៉ាហ៊ីកូនឹងឯកាម្ដងទៀតហើយឯមូលហេតុដែលនាងចង់ជួយដល់គាត់នោះក៏ព្រោះតែពីមុននាងធ្លាប់មានមិត្តភក្តិម្នាក់ដែលទទួលបានការមើលថែមិនបានល្អពីគ្រួសារដែរដែលស្ថានភាពរបស់នាងពេលនោះគឺដូចនឹងស្ថានភាពរបស់ថាម៉ាហ៊ីកូពេលនេះដូចគ្នាហើយអ្នកម៉ាក់ក៏ធ្លាប់បានប្រាប់ថានៅពេលដែលយើងចង់លើកទឹកចិត្តឬជួយកែប្រែមនុស្សបែបនោះឲ្យមានអារម្មណ៍ប្រសើរឡើងវិញគឺយើងត្រូវតែបង្កើតពេលវេលាឬអនុស្សាវរីយ៍ល្អៗឲ្យបានច្រើននឹងត្រូវជឿជាក់នៅខាងគាត់ជានិច្ចពេលដែលកំពុងមើលថែហើយគង់តែថ្ងៃណាមួយគាត់នឹងអាចចាប់ផ្ដើមរកឃើញសុភមង្គលក្នុងជីវិតវិញជាមិនខានដូច្នេះហើយទើបនាងតែងតែខ្វាយខ្វល់ពីថាម៉ាហ៊ីកូហើយពេលដែលនាងចង់ធ្វើអ្វីមួយដើម្បីគាត់រាងកាយរបស់នាងគឺចាប់ផ្ដើមចង់ធ្វើដោយខ្លួនឯងតែម្ដងហើយបន្ទាប់ពីនោះមកនៅពេលថាម៉ាកូទៅងូតទឹកនាងដូចជាបានរៀននិងយល់ពីអ្វីម្យ៉ាងពីសម្ដីរបស់យូស៊ូគីដែរត្រឡប់មកមើលថាម៉ាហ៊ីកូវិញពេលនេះគាត់គឺនៅមិនសុខនោះទេដោយសារតែបារម្ភយូស៊ូគីខ្លាំងពេករួចគាត់ក៏សម្រេចចិត្តដើរទៅមើលនាងតែម្ដងទៅតែពេលទៅដល់គាត់ក៏បានឃើញយូស៊ូគីដូចជាចង់ធ្វើទុកអ្វីម្យ៉ាងនិងបាននិយាយថានាងគឺពិបាកដកដង្ហើមខ្លាំងណាស់ដែលធ្វើឲ្យថាម៉ាហ៊ីកូភ័យមិនស្ទើរនោះទេប៉ុន្តែពេលបានដឹងពីមូលហេតុតាមពិតនាងគឺពិបាកដកដង្ហើមដោយសារតែរំបងសារ៉ាស៊ីតឹងពេកសោះ
នឹងបានរវើរវាយចង់ឲ្យថាម៉ាកូជួយដោះវាចេញទៀតផងរីឯថាម៉ាហ៊ីកូយើងក៏ស្លន់ស្លោទៀតហើយដោយសារតែប្អូនរបស់ខ្លួនកំពុងតែនៅងូតទឹកឯណោះក្នុងពេលនោះថាម៉ាហ៊ីកូមិនដឹងថាត្រូវធ្វើយ៉ាងម៉េចក៏ទៅយកកន្ត្រៃនៅជិតនោះយកមកកាត់បងរំសារ៉ាឈីចេញតែម្ដងបន្ទាប់ពីកាត់រួចយូស៊ូគីក៏ដកដង្ហើមមកជាធម្មតាវិញប៉ុន្តែពេលដែលនាងបានដឹងថាអ្នកដែលជួយដោះបងរំឲ្យជាថាម៉ាហ៊ីកូនាងក៏ភ័យនឹងអៀនយកតែម្ដងហើយអ្វីដែលយើងមិននឹកស្មានដល់ទៀតនោះគឺនាងបានប្រាប់ថាដើមទ្រូងដ៏ធំរបស់នាងគឺជាការព្រួយបារម្ភទី2សម្រាប់នាងហើយនាងគឺមិនចូលចិត្តទេដែលរាល់ឆ្នាំកម្ពស់របស់នាងគឺមិនដែលលូតលាស់ទេបែរជាលូតលាស់ត្រង់តែកន្លែងហ្នឹងទៅវិញចំណែកឯថាម៉ាហ៊ីកូយើងពេលបានដឹងហើយក៏កាំងនិយាយលែងចេញតែម្ដងប៉ុន្តែខណៈនោះយើងឃើញថាគាត់ដូចជាមិនសូវមានអារម្មណ៍ស្ដាប់រឿងទាំងនោះប៉ុន្មានទេដោយសារតែគាត់មានរឿងចង់ប្រាប់ទៅយូស៊ូគីថាខ្លួនគឺជាបុរសដែលកំសាកមិនបានការសម្រាប់នាងហើយចុងក្រោយគាត់នៅតែមិនអាចជួយអ្វីបានដល់នាងដដែលនិងព្រមទាំងចង់ឲ្យយូស៊ូគីចាកចេញពីខ្លួនដើម្បីរកសេចក្តីសុខទៀតផងរីឯយូស៊ូគីក៏បានចូលទៅអោបនិងនិយាយលួងថាម៉ាហ៊ីកូវិញថានាងគឺមិនចាកចេញពីគាត់ឡើយនិងប្រាប់ឲ្យគាត់ឈប់គិតថានាងគឺជាមនុស្សទន់ខ្សោយបន្តទៅទៀតដូចគ្នាហើយបន្ទាប់ពីយប់នោះមកឈុតក៏កាត់មកព្រឹកថ្ងៃថ្មីដែលថាម៉ាហ៊ីកូភ្ញាក់មកក៏ភ័យតែម្ដងដោយសារតែមិនទាន់អស់បារម្ភនៅឡើយចំណែកឯយូស៊ូគីអាការៈរបស់នាងគឺវិលមកសភាពធម្មតាវិញហើយរួចនាងក៏បានរៀបចំអាហារដែលថាម៉ាហ៊ីកូចូលចិត្តគឺស៊ុបហ៊ីតស៊ូមីសម្រាប់គាត់ផងដែរហើយក្នុងព្រឹកនេះយូស៊ូគីថាម៉ាហ៊ីកូនិងថាម៉ាកូគឺបានញ៉ាំអាហារជុំគ្នាតែម្ដងដែលមើលទៅដូចជាមានក្តីសុខពិតមែនប៉ុន្តែនៅខណៈនោះស្រាប់តែថាម៉ាកូមានរឿងចង់ប្រាប់ទៅបងប្រុសនិងយូស៊ូគីថានាងនឹងចាកចេញពីផ្ទះនៅថ្ងៃស្អែកនេះហើយមូលហេតុគឺនាងចង់ក្លាយជាវេជ្ជបណ្ឌិតដែលរឿងមួយនេះក៏បានធ្វើឲ្យថាម៉ាហ៊ីកូនិងយូស៊ូគីឆ្ងល់តែម្ដងមិនដឹងថាប្អូនស្រីរបស់ពួកគេកំពុងចង់គិតអ្វីទៀតហើយពេលនេះហើយរឿង Taiso Otome Fairy Tail ភាគ4ក៏ slash ទៅត្រឹមនេះហើយយើងក៏បានឃើញថាថាម៉ាកូគឺប្លែកច្រើនណាស់បន្ទាប់ពីយូស៊ូគីមានបញ្ហាសុខភាពបន្តិចបន្តួចមកចំណែកឯទំនាក់ទំនងជាមួយនឹងបងប្រុសរបស់នាងក៏ឃើញថាបានប្រសើរឡើងវិញដូចគ្នាហើយយើងចាំមើលថាតើហេតុផលអ្វីដែលជំរុញឲ្យថាម៉ាកូចង់ចាកចេញពីផ្ទះបែបនេះយើងចាំតាមដានភាគក្រោយបន្តទៀតទាំងអស់គ្នាសូមអរគុណ